ថ្ងៃនេះជាថ្ងៃទី1សប្តាហ៍ទី14អុកថោកថាចាំបានទេណាអុកថោមកៈអោមកោកថាអោមកោមកៈគឺអាស្រ័យនឹងចេតនា3ហ្នឹងណាសំខាន់បានន័យថាចេតនា3បរិបូរណ៍ណាទី1នេះចេតនា3បរិបូរណ៍ខាងដើមក៏មានកំពុងធ្វើក៏មានធ្វើរួចហើយក៏មានចេតនាអញ្ចឹងកុសលហ្នឹងវាទៅជាអក្រិតហើយអុកថោមកៈនេះបានន័យថាចេតនាខាងដើមមានកណ្ដាលមានខាងចុងអត់អញ្ចឹងណាសរុបសេចក្តីមកវិញហើយអោមកោកថានេះចេតនាខាងដើមអត់មានកណ្ដាលមានខាងចុងមានអញ្ចឹងណាតើនេះអោមកោមកៈនេះគឺចេតនា3នេះមានតែមួយមានតែកណ្ដាលនេះមួយឯងបានន័យថាកុសលហ្នឹងអកុសលជាបរិវារកុសលមានអកុសលជាបរិវារក្នុងអត្ថកថាលោកលើកពីមនុស្សយើងមានចរិតផ្សេងគ្នាដោយសារអីដឹងទេដោយសារតែអកុសលនេះជាបរិវារនេះវានៅត្រង់ចំណុចហ្នឹងឯងដែលបំបែកចេញទៅណាឥឡូវថ្ងៃនេះកុំទាន់មើលกระดาษមេរៀនអីបញ្យល់ខាងក្រៅពីសិននេះចាំមើលណាលោភៈហើយកុសលហើយអាចបន្តទៀតកុសលអាហ្នឹងនៅក្នុងនេះតើនៅក្នុងចំណោមមួយណានៅនេះតើលេខប្រមាណអោមកោកថាណាហើយចឹងកុសលប្រភេទនេះពេលដែលវាឲ្យផលមនុស្សនឹងគឺច្រើនទៅដោយលោភៈដែរហើយមួយទៀតកុសលលោភៈអញ្ចឹងហើយចឹងកុសលប្រភេទនេះពេលឲ្យផលអ្នកនឹងគឺធ្ងន់ទៅដោយលោភៈដែរហើយទៀតតោសៈស្តៀងគ្នាយ៉ាងឯងកោយ៉ាងណាហើយកោតោសៈមោហៈក៏ស្តៀងគ្នាយ៉ាងដែរអញ្ចឹងបានន័យថាកម្មឯណានេះនិយាយតែកម្មក្នុងមួយគណៈហ្នឹងណាពេលដែលយើងធ្វើហើយស្រាប់តែលោភៈកើតឬក៏មុននឹងធ្វើលោភៈហ្នឹងវាកើតមុនកុសលនឹងកើតអញ្ចឹងកុសលកម្មហ្នឹងបានន័យថាមានលោភៈជាបរិវារហើយវាអាចមានចេះទៀតណាមិនមែនមានតែប៉ុណ្ណឹងទេដើមលោភៈដាលកោចុងតោសៈខាងដើមមានលោភៈពេលកណ្ដាលធ្វើបន់បន្ទាប់មកទៀតខឹងណានេះពេលដែលកុសលនេះឲ្យផលគឺអ្នកហ្នឹងច្រើនដោយលោភៈផងច្រើនដោយតោសៈផងបានន័យថាកុសលហ្នឹងពេលដែលវាឲ្យផលវាបានអត្តភាពជាមនុស្សឲ្យផលជាចេតនកៈអាហ្នឹងតទៅក្នុងកម្មទៀតបើវាមានវិញឆ្ងាយទៅទៀតណាពេលដែលវាឲ្យផលទៅជាចេតនកៈកម្មចេតនកៈកម្មហ្នឹងបានន័យថាវានាំឲ្យកើតទៅជាមនុស្សហើយចឹងមានអ្នកខ្លះលោភៈក៏ច្រើនតោសៈក៏ច្រើនហើយស្តៀងគ្នាអញ្ចឹងដែរមោហៈជួនកាលមោហៈតោសៈអីចឹងណាហើយធ្វើឲ្យមនុស្សយើងច្រិតផ្សេងគ្នាដោយសារតែកម្មនឹងឯងអត់មានអ្នកណាសាងឲ្យអត់មានអ្នកណាធ្វើឲ្យអីទេហើយមានពេលខ្លះយើងស្ដាប់ធម៌ទៅយើងអាចនឹងតូចចិត្តខ្លួនឯងថាហេតុអីពួកខឹងច្រើនម្ល៉េះណាខំទប់ដែរក៏វានៅតែខឹងអញ្ចឹងណាជួបរឿងអីគឺថាខំទប់ស្មារតីដែរប៉ុន្តែអាការខឹងហ្នឹងវានៅតែខឹងអញ្ចឹងដោយសារតែហេតុដែលវានៅគៀកចេតនកកម្មបានន័យថាកម្មដែលវានាំឲ្យកើតជាមនុស្សហ្នឹងកម្មហ្នឹងគឺតោសៈហ្នឹងវានៅក្បែរហើយដល់ពេលអញ្ចឹងទៅកើតមកជាមនុស្សគឺងាយនឹងខឹងងាយនឹងលោភអីចឹងណាគាត់តែរបស់អីបន្តិចតួចឬក៏រឿងអីបន្តិចតួចក៏ជាប់ចម្ពាក់ជាប់ចិត្តទៅហើយត្រង់តែរឿងធំដុំគឺថាជាប់ចិត្តដល់អត់រួចដោយព្រះអង្គសម្ដែងថាចំណងវัวផោមយើងកាត់អត់ដាច់ទៅហើយណាចោះតម្រាំតែចំណងពួរធំទៀតធ្វើមិនកាត់បានហើយចំណងវัวផោមហ្នឹងលោកប្រៀបដូចជារូបសម្លេងក្លិនរសក្នុងអត្តភាពជាមនុស្សដែលអន់ថយ
ហើយរូបសម្លេងក្លិនរសដែលបណ្ណិតជាឋានៈជាកហបតីជាសេដ្ឋីឬក៏ជាព្រះរាជាមហាអាមាត្យអីហ្នឹងប្រៀបដូចជាចំណងពួរហើយដល់ទៅពេលរូបសម្លេងក្លិនរសដែលជាទិព្វហ្នឹងវារឹតតែចំណងពួរកាន់តែធំហើយធ្វើម៉េចនឹងរើរួចណាវាចិត្តតែរឹតនាំឲ្យចិត្តហ្នឹងចិត្តតែជាប់ហើយចឹងអាចយល់បានខ្លះទេសេចក្តីបញ្យល់អំបញ្ញមិញនេះកណាមុញ្ញនៈចេតនានេះគឺនិយាយពីចេតនាដែលជាកុសលអត់និយាយពីអកុសលទេណាពីព្រោះបានន័យថាក្នុងគណៈដែលធ្វើបើយើងនិយាយទៅមុញ្ញនៈចេតនានេះប្រៀបដូចជាតួកណ្ដាលណាប្រៀបដូចជាតួកណ្ដាលអញ្ចឹងហើយបើសិនតែយើងដកកណ្ដាលចេញហើយអត់មានកណ្ដាលទៀតទេយល់ទេបើដកកណ្ដាលចេញហើយខាងនេះមិនហៅថាខាងបានឥឡូវដែលយើងហៅថាសងខាងអញ្ចឹងបានដោយសារវាមានកណ្ដាលណាអញ្ចឹងមុញ្ញនៈចេតនាហ្នឹងគឺសំដៅយកថាបើសិនណាជាមុញ្ញនៈចេតនាហ្នឹងអត់មានគឺអត់យកកុសលនឹងយកមកនិយាយទេយល់ទេអញ្ចឹងពីព្រោះអបរាមរចេតនានេះកើតយ៉ាងម៉េចបើត្រេកអរនឹងបុណ្យដែលបានធ្វើហើយឥឡូវបើបុណ្យមិនបានធ្វើផងត្រេកអរនឹងអីមែនទេណាវាអាចមានពុព្វចេតនាចោលអីចឹងដែរណាដូចថាអ្នកគិតធ្វើបុណ្យអីចឹងចេះគិតទៅប៉ុន្តែគិតហើយក៏មិនបានធ្វើមិនបានអីចឹងអាចជាមហាកុសលដោយពុព្វចេតនាតទេអីចឹងណាគាត់ថាឥឡូវយើងមហាកុសល8យើងដឹងហើយណាហើយមហាកុសល8ហ្នឹងពេលដែលចេញទៅជាសកម្មភាពគឺនៅក្នុងបញ្ញកិរិយាវត្ថុ10អត់តបានកត់ឲ្យរៀនទេណាបញ្ញកិរិយាវត្ថុ10យ៉ាងញាតិញោមចាំស្គាល់ទេបានន័យថាពាក្យថាបុណ្យមហាកុសលមួយម៉ាត់ហ្នឹងមិនមែនតែការឲ្យទានទេវាមានឲ្យទានវាមានរក្សាសិលវាមានស្ដាប់ធម៌វាមានអនុមោទនាបុណ្យវាមានចែកបុណ្យច្រើនណាស់ប៉ុន្តែយើងអត់តន់បានរៀនដល់ចំណុចហ្នឹងទេគ្រាន់ថាចង់ឲ្យយល់ថាសកម្មភាពដែលហៅថាជាមហាកុសលហ្នឹងមិនមែនគ្រាន់តែយើងគិតទេណាលើសកម្មភាពកាយវិការដែលយើងធ្វើហ្នឹងគឺវាជាសកម្មភាពរបស់មហាកុសលដែរដូចជាយើងថ្វាយអង្គមព្រះយើងនមស្ការក្រោកទទួលឬក៏ញាតិញោមដាំបាយដាំទឹកអីហ្នឹងណាជួនកាលឧទាហរណ៍ថាជាមេផ្ទះណាស្ត្រីមេផ្ទះពាក្យខ្មែរយើងណាដែលបានសង្កេតថាពេលដាំបាយឲ្យកូនដាំបាយឲ្យប្តីរៀបចំផ្ទះហ្នឹងចិត្តអីទេណាជាចិត្តដែរណាមិនមែនធ្វើអត់ចិត្តទេណាតែយើងត្រូវសង្កេតមើលថាតើធ្វើដោយចិត្តអីកណាជាអកុសលក៏អាចធ្វើបានជាកុសលក៏អាចធ្វើបានឧទាហរណ៍ថាបោសផ្ទះណាពេលខ្លះយើងគិតថាបោសឲ្យស្អាតទៅក្រុមគ្រួសារយើងរស់នៅទៅមានសុភមង្គលមានសុខភាពល្អសុខស្រួលចឹងទៅចិត្តហ្នឹងចិត្តល្អជាកុសលការងារផ្ទះប៉ុន្តែអាចសម្រេចទៅជាបុណ្យចឹងណាអញ្ចឹងកុំមើលស្រាលណាសកម្មភាពប្រចាំថ្ងៃណាហើយបើពេលខ្លះយើងបោសផ្ទះមើលក៏ក្រិចណាស់ពួកអស់នេះនៅផ្ទះគ្មានដឹងខ្មោចអីទេនិយាយចេះណាវាកើតអាចិត្តក្តៅណាមួយថ្ងៃបោស 4-5 ដងហើយវាមិនស្អាតទៀតអីយ៉ាងចឹងអាហ្នឹងធ្វើផងប្រភងប្រផាំងផងត្រូវបោះចានបោះណែបោអីបោះទៅណាអាហ្នឹងធ្វើដោយចិត្តអីដោយតោសៈចិត្តណាធ្វើដែរប៉ុន្តែដោយតោសៈហើយពេលណាដែលធ្វើដោយតោសៈអញ្ចឹងគឺអត់មានស្រួលលេប្រភងប្រផាំងណាយើងមើលសកម្មភាពទៅប្រភងប្រផាំងហើយពេលខ្លះធ្វើដោយលោភៈនេះគឺថាចង់ឲ្យគេសរសើរចង់ឲ្យស្អាតជួនកាលគិតថាឯងនៅផ្ទះហើយធ្វើម៉េចកុំឲ្យលោកប្តីថ្មាស់តេះដៀលថាឯងជាមេផ្ទះមិនចេះមើលផ្ទះមើលអីចឹងណាអាចបោសច្រាស់អីចឹងទៅក៏អាចកើតដោយលោភៈអញ្ចឹងដែរបាទលោភៈជាអកុសលណាហើយអញ្ចឹងឥឡូវយើងនិយាយឲ្យទូលំទូលាយពីរឿងមហាកុសលទៀតឧទាហរណ៍ដូចអ្នករត់ម៉ូតូឌុបណាអ្នករត់ម៉ូតូឌុបហៅមួយមកជិះម៉ូតូដើម្បីបានប្រាក់ណាក៏ប៉ុន្តែជួនកាលអាចកើតជាចិត្តមហាកុសលបើកឲ្យស្រួលបើកឲ្យថ្នមឲ្យអ្នកជិះស្រួលចិត្តកុំឲ្យគេភ័យកុំឲ្យអីហ្នឹងគឺដោយចិត្តមេត្តាដោយចិត្តអាណិតបានប្រាក់ហើយជាមហាកុសលអញ្ចឹងណា
ហើយដូច្នេះកុំឲ្យគឺថាមហាកុសលតតែចូលរោងបន់តតែចូលវត្តដែលយើងរៀនមហាកុសលនឹងយើងអត់ដឹងអំពីជំរឿរបស់មហាកុសលនឹងឯងបានជានាំគ្នាគិតថាអញទៅធ្វើបន់តតែទៅវត្តកោសក់ហ្មងបានធ្វើបន់បើមិនធ្វើអញ្ចឹងទេអត់តន់ធ្វើទេនៅតែចូលបាអញ្ចឹងសិនទៅណាអ្នកខ្លះគឺនិយាយអញ្ចឹងតែតាមពិតសកម្មភាពប្រចាំថ្ងៃហ្នឹងណាដូចជាដាំបាយធ្វើម្ហូបបើសិនតែយើងធ្វើដោយតាំងចិត្តថាឲ្យមានសុភមង្គលឲ្យមានសេចក្តីសុខឲ្យមានសុខភាពល្អអ្នកនៅក្រុមគ្រួសារហ្នឹងឲ្យមានសេចក្តីរីកចម្រើនគឺជាចិត្តល្អជាចិត្តមហាកុសលហើយបើធ្វើដោយគិតរឿងអីផ្សេងហោធ្វើម្ហូបនេះឲ្យវាបើមានកម្លាំងចេះចោះអីផ្សេងទៀតអានឹងវាអាចជាលោភៈអីចឹងទៅណាណាកណាលោភៈมันអាចជាកុសលទេកណាគ្រាន់តែធោវាជាបច្ច័យដល់គ្នានឹងគ្នាបានណាឧទាហរណ៍ដូចជាថាអ្នកដែលលោភលន់ចង់បានរូបស្អាតហើយប្រឹងធ្វើទានប្រឹងរក្សាសិលបន់ចម្រើនឡើងប៉ុន្តែមានលោភៈជាបច្ច័យមានលោភៈជាបច្ច័យហើយអ្នកខ្លះទៀតខឹងគេខ្មាស់តេះដៀលល្ងងល្ងីល្ងើមិនដឹងអីចឹងណាដូចថាឲ្យរៀនឲ្យសូត្រឲ្យភ្លើមិនដឹងអីល្ងងមួយល្ងងចាញ់គេមិនបានរៀនអីចឹងណាពាក្យគេតេះដៀលហ្នឹងហើយចុះក៏អន់ចិត្តនឹងអាគេតេះដៀលចឹងខំប្រឹងរៀនខំប្រឹងសូត្រទៅក៏បានចេះដឹងដោយអំណាចនៃការខឹងក្រោធហ្នឹងជាបច្ច័យអញ្ចឹងការខំខ្លះការប្រឹងប្រែងខ្លះហ្នឹងគឺវាមានទោសៈជាបច្ច័យប៉ុន្តែចំពោះទៅថាលោភៈហ្មងគឺมันអាចជាកុសលទេកណានឹងឯងដែលគេហៅថាណែលោភៈវាមកស៊ីបនវិញណាលោភៈហ្នឹងស៊ីបនដែរតាមពិតបនហ្នឹងដឹងតែបនហើយណាធម្មតាបនគឺវាឲ្យផលជាទីគាប់ចិត្តទោះបីជាយើងមិនចង់បានអីដែលវាជារបស់ល្អនឹងក៏ដោយក៏បនហ្នឹងត្រូវតែរៀបចំឲ្យបាននៅរបស់ល្អហើយទន្ទឹមនឹងហ្នឹងដល់ពេលអាការចង់បាននឹងកើតឡើងបានន័យថាធ្វើឲ្យកុសលហ្នឹងធ្លាក់ចុះណាធ្វើឲ្យកុសលហ្នឹងខ្សោយមានប្រវត្តិរឿងរ៉ាវចោដែលគេចាប់នៅក្រុងរាជក្រឹសបានហ្នឹងណាគេបណ្ដោតយកទៅបហាជីវិតម្នាក់ហ្នឹងជាកូនសេដ្ឋីបុត្រដូចយើងធ្លាប់លើកម្ដងហើយនាងស្រីម្នាក់ហ្នឹងជាកូនអ្នកមានដែរហើយឃើញធ្លាប់ស្គាល់គ្នាក៏យកនំសំទៅឲ្យលោកពេជ្ជឃាតសូមឲ្យគាត់ទទួលទាននំសំហើយចាំកាត់ក្បាលគាត់ចោះចៅនឹងថាឯងជាចៅគេកោខ្វែងក្បាលហើយបណ្ដើថ្កោលទោសគ្រប់តលែងកែងឥឡូវមានអ្នកចិត្តល្អយកនំសំអីមកឲ្យពីជីវិតចុងក្រោយអីចឹងទៀតណាចិត្តនឹងវាជ្រួយទៅរកគេអញ្ចឹងទៅក្នុងពេលនឹងឯងដែលព្រះមហាមុគលានលោកនិមន្តទៅបិណ្ឌបាតណាទៅដល់ឃើញក៏នឹកឃើញកុសលនឹងកើតមាននឹកឃើញថាឥឡូវបរិភោគចូលទៅមិនតន់តែជ្រាបសពណាមិនតន់តែជ្រាបទៅដល់សពសាច់ផងគេកាត់ក្បាលបាត់អញ្ចឹងបានប្រយោជន៍អីឥឡូវយើងមិនដែលបានធ្វើបន់សោះអញ្ចឹងទេយវត្ថុក៏មានប្រសង្ឃក៏មានដាក់បាតបដោយណាដាក់បាតទៅក្នុងចិត្តនឹងសបាយត្រេកអរនឹងបន់នឹងដឹងតែត្រេកអរហើយប៉ុន្តែចិត្តមួយទៀតអាឡ័យដល់អ្នកដែលឲ្យណាកណាចិត្តនឹងវាគួចនឹកទៅគេត្រង់ថាហេតុអីបានជាគេចិត្តល្អជាមួយខ្លួនបើម្លេះជាចោលផងណាហើយធម្មតាចោលសម័យពីដើមមិនមែនមកចាប់វាយខ្នោះហើយបាំងកម្មាអីចឹងទៀតទេណាពីដើមមិញហ្នឹងចងឲ្យគេកោក្បាលខ្វែងទៀតណាកោក្បាលខ្វែងឲ្យបណ្ដើរទៅតាមច្រកលហកឲ្យវាយស្គរទៀតហើយបើម្លឹងហើយស្រាប់តែមានអ្នកស្ត្រីរូបស្អាតហ្នឹងយកនំសំមកឲ្យចិត្តហ្នឹងវានៅតែអាឡោះអាឡៃអញ្ចឹងវាធ្វើឲ្យកុសលក្នុងចិត្តរបស់ណែបរោះម្នាក់ហ្នឹងណាត្រូវបានទៅកាន់ឋានតាវតឹងកុសលមួយគណៈហ្នឹងណាប៉ុន្តែដោយសារតែចិត្តនៅអាឡ័យហើយដល់ពេលដោយសារតែនឹកនាងនឹងខ្លាំងណាគឺស្លាប់ពេលគេនៅកាត់ក្បាលចឹងឯងមិនមែនថាមិនកាត់ទេគឺដល់ពេលគេកាត់ប៉ុន្តែក្នុងពេលហ្នឹងដោយសារតែមានកុសលជាអារម្មណ៍ណាលេងតក់សុតលេងភ័យហើយពួកដឹងថាប្រកាសជាគេកាត់ក្បាលហើយចៅហ្នឹងគឺអត់បានគួយកាន់នឹកភ័យនឹកតក់ស្លុតអីទេគេកាត់ក្បាលទៅក៏ទៅកើតជារុក្ខទេវតាបានត្រឹមតែរុក្ខទេវតាតែកម្លាំងបននោះណាបើគុំតែមានអាហ្នឹងបានវាដូចជានៅក្នុងហ្នឹងគឺក
កុសលណាកុនៅកណ្ដាលលោភៈខាងចុងហើយពីខាងដើមមកនេះអត់មានពុព្វចេតនាអត់មានទេណាវាអាចជាអកុសលរហូតចឹងទៅដោយទោសៈដោយអីភ័យតក់ស្លុតអីចឹងប៉ុន្តែវាមានកុសលនឹងខ្សោយបានន័យថាមានតែកុសលមួយគណៈអបរាប្រចេតនានេះវាមានដែរប៉ុន្តែវាមានតិចតែលោភៈវាច្រើនជាងនៅឃើញទៅដល់នាងស្រីដែលយោណែនំសមមកឲ្យនឹងច្រើនជាងអញ្ចឹងពេលដែលស្លាប់ទៅកម្លាំងបន់ហើយនឹងហេតុអីបានជាកម្លាំងបន់នឹងខ្លាំងធ្វើទៀនទៅប៉ុណ្ណឹងដោយសារតែបដិគិហកៈគឺជាព្រះអរហន្តចឹងណាជាព្រះអរហន្តហើយតាមតែបន់មួយគណៈនឹងអាចទៅកាន់ឋានតាវតឹងបានប៉ុន្តែអត់រួចដោយសារតែនឹកដល់នាងម្ចាស់នៃនំសមហ្នឹងស្លាប់ទៅកើតជារុក្ខទេវតាជារុក្ខទេវតាហើយមិនអស់ចិត្តមកយកនាងនឹងទៅនៅជាមួយទៀតកណាហ្នឹងណាហើយម៉ែនោះហើយបាត់កូនសួរគេគ្រប់គ្នាមានណាគេឃើញសោះដល់ពេលសួររោណាមឃើញសួររោណាមឃើញទៅសួរលោកម្ដងណាសួរលោកថាព្រះមហាមោគលានលោកថាខ្ញុំអើយចាំថ្ងៃទី7ទៅខ្ញុំឯងទៅនៅខាងក្រោយបរិស័ទដែលកំពុងស្ដាប់ធម៌ទៅឃើញហើយចឹងណាពេលដល់ថ្ងៃទី7ក៏នាំនាងនឹងទៅកន្លែងព្រះអង្គសម្ដែងពធហើយក៏បង្ហាញរូបឲ្យមនុស្សធម្មតាឃើញបានតែអត់មាននរណាឃើញរុក្ខទេវតានឹងទេចឹងណាហើយក្នុងគណៈដែលមកយោនាងនឹងគឺធ្វើឲ្យមានខ្យល់ល្ងឹតណាល្ងឹតមកភ្លឹបណាបាត់នាងនឹងបដ ாய் អ្នកដែលនៅចិត្តនឹងគឺអត់ដឹងថានាងនឹងត្រឡប់ទៅណាហើយចឹងងាកមកវិញនិយាយពីលោភៈគឺលោភៈហើយឲ្យតែគណៈណាដែលលោភៈកើតបានន័យថាវាធ្វើឲ្យកុសលហ្នឹងខ្សោយកម្លាំងទៅវិញប៉ុន្តែវាអាចគ្រាន់តែថាលោភៈមុនលោភៈនៅក្នុងពធលោកដាក់អញ្ចឹងលោកដាក់ថាអកុសលជាបច្ច័យដល់កុសលណាហើយកុសលជាបច្ច័យដល់អកុសលអភិយកតៈក៏ជាបច្ច័យដល់កុដល់អកុបានចឹងណាអកុសលជាបច្ច័យដល់កុសលមិនចាំបាច់អីវែងឆ្ងាយទេដូចថានាយអនភិរៈប្រវត្តិរបស់ព្រះអនុរុទ្ធអីណាគុណចាស់គ្រប់ព្រះអង្គធ្លាប់បានស្ដាប់ហើយដែលឃ្លានអាហាររបស់លោកសេដ្ឋីគឺថាធ្វើម៉េចតលតែបានអាហារនឹងបរិភោគហើយដល់ពេលលោកសេដ្ឋីហ្នឹងគាត់មិនឲ្យសោះអាហារប្រភេទហ្នឹងគឺជាអាហារដ៏មានតម្លៃมันអាចឲ្យបានទេបើអ្នកឯងចង់បានអាហារប្រភេទហ្នឹងនៅបំរើយើង3ឆ្នាំណា3ឆ្នាំយើងឲ្យអាហារហ្នឹងមកពេលណាទៅនៅសុខចិត្តដាច់ចិត្តទៅនៅព្រោះតែចង់បានអាហារហ្នឹងជាអកុសលណាព្រោះតែលោកលួនជាប់ជំពាក់ជាមួយរស់ហ្នឹងណាគឺថាទៅ3ឆ្នាំទៅនៅបំរើលោកសេដ្ឋីហ្នឹងស្រាប់តែគ្រប់ពេលវេលាបានអាហារនឹងមកដល់ពេលបានអាហារនឹងមកគេរៀបចំអីណាអាហារនឹងគឺអាហារកិត្តិយសណាគេហៅថាអាហារកិត្តិយសណាមិនមែនអាហារធម្មតាទេម្ដងតែទទួលទានស្រាប់តែមានព្រះវិជ័យកពុទ្ធលោកនិមន្តមកដល់កូននឹកឃើញណានឹកឃើញថាអាហារនេះណាតរំតែបាននឹងចំណាយពេល3ឆ្នាំញើសឈាមយើងអត់ងុយអត់អីសពបែបសពយ៉ាងតម្រាំតែបានអាហារមកពេលហ្នឹងព្រោះតែយើងអត់បន់នេះឯងណាព្រោះតែយើងអត់បន់ហ្នឹងហើយបានជាគ្រាន់តែអាហារមកពេលប៉ុណ្ណឹងកម្មវេទនាដល់យូរលង់តរំតែបានអញ្ចឹងមិនចាំបាច់បរិភោគទេឥឡូវមានបដិគិអាកាសឲ្យធ្វើទានទាំងអស់ណាធ្វើទានទាំងអស់នៅក្នុងពេលហ្នឹងព្រះបច្ចេកពុទ្ធលោកថាលោកទទួលតែខ្លះណាហើយដល់ពេលអនភិរៈថាលោកម្ចាស់ទទួលទាំងអស់ទៅអនុគ្រោះខ្ញុំកណាទៅបរលោកចោះមិនចាំបាច់អនុគ្រោះក្នុងអត្តភាពនេះទេលោកក៏ទទួលទាំងអស់យុទ្ធច័យព្រះវិជ័យពុទ្ធផ្សេងឆាន់ទៀតហើយក្នុងពេលនោះឯងដែលព្រះអនុរុទ្ធនឹងប្រាថ្នាថាពាក្យថាគ្មានកុំឲ្យលឺណាកុំឲ្យស្គាល់ពាក្យថាគ្មានហើយដោយបបកម្មនោះពេលកើតជាតិចុងក្រោយជាព្រះនរុត្តនឹងដែលនៅជាកុមារនឹងកូនស្ដេចនឹងគឺនាំគ្នាលេងទៅក៏លេងភ្នាល់គ្នាដាក់នំនៅតូចហ្នឹងណាហើយដល់ពេលដាក់នំទៅដាក់ទៅវាអស់ចាញ់គេណែប្រើអ្នកបម្រើហ្នឹងឲ្យទៅយកនំពីពមេដាមកពមេដាចាឲ្យដល់ពេលអស់ក៏ប្រាប់ថាអស់
tới prap bên tới thà o hơi nông về ọt miên này tới prapព្រះនរោត្តថាយកអាអត់មាននឹងឯងណាយកមកវាអត់ស្គាល់ពាក្យថាអត់មានហ្នឹងយ៉ាងម៉េចពមេដាថាបើវាមិនស្គាល់ថាអត់មានយកថាមកគ្របស្លឹកទូលយកទៅណាយកទៅឲ្យសាប់យកទៅដល់បើទៅសត្វនំឲ្យឈ្ងុយពេញនគរទៀតត្រឡប់មកវិញថាពមេដាស្រឡាញ់ទូលង្គមអត់ថាថៃមិនស្រឡាញ់កូនស្រឡាញ់ដោយកែវភ្នែកហ្នឹងចុះបើស្រឡាញ់ទូលង្គមមិនក៏មិនដែលធ្វើអានំអត់មាននឹងឲ្យកូនសោយព្រោះនំអត់មាននឹងវាឆ្ងាញ់ណាស់ណាដោយអានុភាពនៃប៉ុននឹងឯងដែលទេវតាមិនអាចនឹងមើលបានឥឡូវខ្លីៗចឹងទៅកណាហើយសូមចម្រើនពរអាត្មាសូមសួរសំណួរតើធ្វើប៉ុនដោយម្ដេចដើម្បីឲ្យប្រះចាកលោភៈនិងទោសៈបានណាលោកម្ចាស់មកប្រៃតាមពិតថ្ងៃនេះខ្ញុំណាចង់ប្រកេនអត្ថរបស់កុសលណាកុសលដែលយើងបានរៀនហើយណាចង់ប្រកេនក្រៅกระดาษមានអត្ថ5យ៉ាងកុសលហ្នឹងថាតាមពិតទៅកុសលដែលអាចប្រះចាកលោភៈទោសៈមោហៈជាបរិវារណាណាគឺតលតែយើងសន្សំឲ្យបានកុសលហ្នឹងមានកម្លាំងកាលណាដែលកុសលហ្នឹងមានកម្លាំងខ្លាំងទៅគឺកុសលហ្នឹងអាចមានកុសលជាបរិវារដោយច្រើនហើយបើសិនណាជាកម្លាំងកុសលរបស់យើងនឹងវាខ្សោយទេលោភៈវាចាប់មុខចាប់ក្រោយទោសៈចាប់មុខចាប់ក្រោយអញ្ចឹងណាហើយអញ្ចឹងតលខំសន្សំឲ្យបានច្រើននៅក្នុងសេចក្តីដែលថាកុសលមានលោភៈជាបរិវារមានទោសៈជាបរិវារនេះណាគឺបានន័យថាអ្នកនឹងមិនសូវបានអប់រំនៅក្នុងបុណ្យកុសលមិនសូវបានអប់រំចិត្តមិនសូវបានសិក្សាពធអីហ្នឹងហើយចឹងពេលដែលបានធ្វើបន់ធ្វើទានអីម្ដងម្កាលហ្នឹងគឺអត់សូវយល់ច្បាស់អីទេនៅក្នុងការងារជាបន់កុសលហ្នឹងគិតតែរឿងធ្វើម៉េចឲ្យបានស្អាតធ្វើម៉េចឲ្យបានល្អហើយតែខុសអីបន្តិចគឺអត់សប្បាយចិត្តឥឡូវអត្ថរបស់មហាកុសលអត្ថរបស់មហាកុសលរបស់កុសលកណាកត់បន្តិចទៅចំណាអត់បានកត់ឬក៏កុសលមានអត្ថ5យ៉ាងជាក៏បានដែរទី1អរោគខយថោណាខយថោដោយអត្ថាមិនមានរោគមើលយល់ទេញាតិញោមមើលយល់ទេមើលអត់យល់ស្ដាប់អរោគខយថោណាទី2សុនតិរដ្ឋោល្អដោយអត្ថាល្អឥឡូវខ្ញុំថែមដល់ល្អអញ្ចឹងមួយទៅសរសេរខាងលើមួយឲ្យស្អាតទៅដាក់សញ្ញាអញ្ចឹងថែមតែពាក្យហ្នឹងមកសុនតិរដ្ឋោហើយទី3ឆេកាត់ថោដោយអត្ថាឆ្លាតដោយអត្ថាឆ្លាតទី4អនិវច្ចៈថោអនិវច្ចៈថោដោយអត្ថាមិនមានតោហើយទី5សុខៈវិបាកៈថោដោយអត្ថាមានផលជាសុខណានឹងគឺជាអត្ថរបស់មហាកុសលឬក៏អត្ថរបស់កុសលអរោគយថោបានន័យថាមិនមានរោគសុនតរដ្ឋោដោយអត្ថល្អឆេកថោដោយអត្ថឆ្លាតអនិវច្ចថោដោយអត្ថមិនមានទោសសុខវិបាកថោដោយអត្ថមានផលជាសុខហើយអញ្ចឹងយើងគិតមើលសកម្មភាពប្រចាំថ្ងៃរបស់យើងទៅយើងដឹងថាធ្វើអ្វីដែលអាចកើតទៅជាបុណ្យកុសលក្នុងការងារប្រចាំថ្ងៃហ្នឹងណាក្នុងការងារដែលយើងធ្វើប្រចាំថ្ងៃហ្នឹងជាស្ត្រីមេផ្ទះឬក៏ជាអ្វីក្នុងទូនាទីអីធ្វើយ៉ាងម៉េចឲ្យដឹងថាការងារហ្នឹងគឺប្រព្រឹត្តទៅជាមហាកុសលត្រូវពឹងផ្អែកទៅលើចំណុចល្អត្រង់ដែលថា
គិតអ្វីដើម្បីជាប្រយោជន៍ដល់អ្នកដទៃបានសេចក្តីសុខក៏ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារឬក៏មិនប្រព្រឹត្តទៅដើម្បីបៀតបៀនគេណាការងារប្រចាំថ្ងៃនឹងដូចជាដាំបាយដូចជាបោកផ្ទះឬក៏ការងារអីផ្សេងជាច្រើនទៀតបើសិនណាយើងមិនបានយកចិត្តទុកដាក់ទេគឺថាវាជាអកុសលដោយច្រើនដោយលោភៈដោយទោសៈដោយហើយទៅសូម្បីតែទឹកលាងចានណាទឹកលាងចានដែលយើងជៀសទៅអញ្ចឹងជៀសទៅនឹងបើសិនតែចិត្តយើងមានគឺថាសត្វណាដែលអាស្រ័យរបស់នឹងអាចរស់នៅបានគឺថាសូមឲ្យបានជាប្រយោជន៍ដល់សត្វនឹងគាត់តែមកជៀសប៉ុណ្ណឹងគឺបានបន់ដែរណាជាអាទឹកលាងចានយើងហ្នឹងបានទៅជាប្រយោជន៍អញ្ចឹងមហាកុសលនេះគឺមិនមែនថាមិនកើតទេរាល់ប្រជាជនទាំងអស់គាត់ថាយើងអត់បានពិចារណាឲ្យដឹងអំពីសេចក្តីពិតថាតើមហាកុសលមានសកម្មភាពអ្វីខ្លះជួនកាលយើងគិតថាអូតើតែចូលរោងបន់បានហៅមហាកុសលតើតែចូលវត្តតើស្លៀកសពាក់សតើតែអ្នកបួសនឹងគឺមិនមែនទេកណាហើយបើអញ្ចឹងធ្វើម៉េចបានមានមនុស្សច្រើនលើโลกបើម្ល៉េះបើសិនណាជាអ្នកទាំងអស់នោះអត់មានសេចក្តីល្អអត់មានជាមហាកុសលក្នុងចិត្តសោះធ្វើម៉េចបានអត្តភាពជាមនុស្សដូច្នេះគឺមានណាគាត់ថាសេចក្តីល្អខ្លះវាមិនប្រព្រឹត្តទៅតាមលំដាប់លំដោយនៃឱវាទរបស់ពុទ្ធសាសនាអីចឹងទៅឬក៏អាចជាសេចក្តីល្អដែលមាននៅក្នុងសាសនាដទៃក្រៅសាសនាក៏មានដែរប៉ុន្តែវាជាមហាកុសលដែរចឹងណាវាជាមហាកុសលដែរដូច្នេះកុំឲ្យគិតថាជនជាតិគេខ្លះហ្នឹងគឺអត់មានរក្សាសិលឬក៏អត់ដែលធ្វើអីជាសេចក្តីល្អគិតថាស្លាប់ទៅប្រហែលតែអបាយភូមិទាំងអស់គ្នាมันអាចនិយាយចឹងបានទេពីព្រោះសេចក្តីល្អរបស់មនុស្សមានច្រើនមិនមែនថាតលតែយើងធ្វើទានតលតែយើងរក្សាសិលទេការរស់នៅជាមួយគ្នារបៀបរាក់ទាក់គ្រាន់តែបដិសន្ធារកិច្ចណាគេហៅថាបដិសន្ធារកិច្ចហ្នឹងគេមានឯកទេសណាមែនទេគុណចាស់មានទេណានៅក្នុងសាកលវិទ្យាល័យគេមានអត់មានទេក៏មានដែរណាមានដែរណាគេឯកទេសផ្នែកខាងបដិសន្ធារកិច្ចហ្នឹងការទទួលរាក់ទាក់ភ្ញៀវការគួសមហើយគួសមហ្នឹងមិនមែនទៅវាយកភ្លៀងគេហៅថាគួសមទេណាហើយចឹងពាក្យថាគួសមហ្នឹងគឺទាំងអោនលំតូនទាំងអីហ្នឹងគឺមិនមែនជាអំពើអាក្រក់ទេប៉ុន្តែជួនកាលវាអាចកើតដោយលោភៈតែជួនកាលក៏អាចកើតដោយមហាកុសលហើយចឹងគឺសេចក្តីល្អរបស់មនុស្សមានច្រើនដែរមិនមែនថាអត់ទេមិនមែនថាក្រសោះទេណាតើថាសេចក្តីល្អដែលប្រព្រឹត្តទៅដោយការធ្វើទានការស្ដាប់ពធនេះបានវាក្រការស្ដាប់ពធដែលប្រព្រឹត្តទៅនៅក្នុងពុទ្ធសាសនាហ្នឹងសេចក្តីល្អប្រភេទហ្នឹងក្រណាស់យូរបានជួបម្ដងទេហើយបើយើងគិតនៅក្នុងសង្សារវដ្តហ្នឹងដឹងជាប្រមាណជាតិប្រមាណជួបពធហ្នឹងម្ដងណាវាក្រអញ្ចឹងទេតែអំពើល្អសំបីតែកើតមិនមានពុទ្ធសាសនាហ្នឹងក៏គេអាចមានសេចក្តីល្អដែរនៅក្នុងលោកបាលធម៌ណាលោកបាលធម៌ណាពុទ្ធបរិស័ទបានរៀនហើយនៅក្នុងសោបនៈចេតសិកហ្នឹងវាមានហេរេហើយនឹងអោតតបៈធោពីហ្នឹងណាគេហៅថាលោកបាលធម៌ហ្នឹងជាគ្រឿងរក្សាលោកបើសិនណាជាលោកនឹងអោនថយទៅធោពីហ្នឹងកាន់តែថយទៅណាបានន័យថាធោហ្នឹងវាជាអ្នករក្សាលោកបើសិនណាជាលោកនឹងកលាប់ចាក់ទៅធោហ្នឹងគឺវាប្រែប្រួលទៅហើយបានជាលោកកលាប់ចាក់ឧទាហរណ៍សម័យកាលខ្លះកូនលែងស្គាល់ម្ដាយឪពុកហ្នឹងបានន័យថាអត់របៀបដូចជាសត្វដេរិឆានអញ្ចឹងថាគ្មានធម្មសញ្ញាគ្មានការខ្មាស់អៀនគ្មានឋានៈជាម្ដាយជាឪពុកគ្មានអីហ្នឹងគឺដោយសារតែធោពីហ្នឹងចេះតែចោះថយទៅឲ្យតែធោពីហ្នឹងនៅមានគឺថាលោកនៅតែ
មានសិទ្ធិគោរពគ្នាcòn làគោរពម្ដាយឪពុកទូនាទីអីហ្នឹងគឺថាឈ្មោះថាជាកុសលដែរហេរិអត្តបៈអត់ដែលមានកើតជាមួយនឹងលោភៈទេណាសោភនៈចេតសិកហ្នឹងហេរិហើយនឹងអត្តបៈហ្នឹងគឺជាក្រុមសោភនៈសាធារណៈចេតសិកកើតតែជាមួយនឹងមហាកុសលទេឥឡូវនេះចិត្តអស់ពេលហើយកណាមានគុណចាស់មានសំណួរអីទេកណាធ្វើតាមតួនាទីហ្នឹងប៉ុន្តែតួនាទីខ្លះវាជាតួនាទីមួយដែលអាចនឹងងាយជាមួយនឹងអកុសលឥឡូវឧទាហរណ៍ដូចជាតួនាទីចាប់ចោលអញ្ចឹងណាតួនាទីចាប់ចោលតួនាទីបង្ក្រាបបទល្មើសវាយទេសតបអីហ្នឹងគឺធ្វើតាមតួនាទីប៉ុន្តែតួនាទីហ្នឹងគឺងាយនឹងកើតអកុសលណាស់កណាពីព្រោះជួនកាលទៅចាប់ចោលបានបលិសនេនគរបាលអ្នកចាប់ចោលហ្នឹងគឺថាអត់សប្បាយចិត្តទេមិនមែនថាឃើញចោលឲ្យត្រេកអរអីប៉ុន្តែមានតួនាទីផ្សេងទៀតហ្នឹងពេលដែលយើងគោរពតាមតួនាទីទៅគឺអាចកើតជាមហាកុសលក៏មានវាអាចកើតដោយអកុសលក៏មានដែរអញ្ចឹងណាដូចជាតួនាទីរបស់ពេជ្ជឃាតសម័យពីដើមតួនាទីរបស់ពេជ្ជឃាតប្របាទធម្មាសោកអីណាបាទធម្មាសោកចូលទៅអត់ឲ្យបាទធម្មាសោកចេញមកវិញដែរកណាណាតួនាទីជាពេជ្ជឃាតហ្នឹងគឺធ្វើតាមតួនាទីតាមបទបញ្ជាប៉ុន្តែបាណាតិបាតរហូតណាបើសិនណាជាអត់តាំងចិត្តធ្វើអត់កើតការងារហ្នឹងណាកណាយើងសញ្ញេឲ្យគេកាប់អាហ្នឹងទៅគ្រោះថ្នាក់ដែរណាគេហៅថាការងារគ្រោះថ្នាក់ណាជួនកាលវាមិនសម្រេចទៅជាបាណាតិបាតអីពេញទីទេប៉ុន្តែវារបៀបវាថាត្រេកអរនឹងការសម្លាប់ហ្នឹងហើយមិច្ឆាជីវៈអីចឹងទៅណាអាហ្នឹងគឺរឿងស្លាប់ផ្សេងប៉ុន្តែបើខ្ញុំណែចង់និយាយពីរឿងកុសលនិងអកុសលណាក៏នៅក្នុងគណៈដែលយើងធ្វើយ៉ាងម៉េចដើម្បីការពារហ្នឹងក្នុងពេលហ្នឹងគឺវាជាអកុសលកើតហើយមិនមែនជាកុសលទេគាត់ថាដល់ទៅពេលអ្នកនឹងស្លាប់ដោយការប្រឹងប្រែងការពាររបស់យើងហ្នឹងវាអត់ដាច់បាណាតិបាតទេពីព្រោះចេតនាដែលធ្វើហ្នឹងគឺអត់ដើម្បីសម្លាប់ទេគាត់តែដើម្បីការពារឥឡូវមានសំណួរណាតើអ្នកដែលប្រើគេឲ្យសម្លាប់សត្វឬក៏លួចតើអ្នកប្រើគេបានទោសស្មើអ្នកសម្លាប់ឬក៏លើសឬក៏បានតិចជាងអ្នកសម្លាប់តលអាស្រ័យចេតនាណាជួនកាលអ្នកដែលប្រើគេឲ្យទៅសម្លាប់ហ្នឹងដេកគិតរមមធ្យោបាយដើម្បីឲ្យអ្នកនឹងស្លាប់ហ្នឹងរាប់ខែឧទាហរណ៍ណាហើយតម្រាំតែបានឱកាសប្រើគេឲ្យទៅសម្លាប់បានន័យថាចេតនាអកុសលនឹងកើតច្រើនហើយចឹងដល់ទៅពេលអ្នកនឹងទៅសម្លាប់គឺអ្នកដែលប្រើនឹងអាចកើតបាបច្រើនជាងប៉ុន្តែបើសិនណាជាអ្នកដែលប្រើនឹងអត់បានគិតទុកយូរដោយពុព្វចេតនាទេប្រើទៅអ្នកនឹងទៅធ្វើអ្នកដែលទៅធ្វើនឹងព្យាយាមខ្លាំងណាតម្រាំតែសម្រាប់បានព្យាយាមដោយមិនដែលហៅថាព្យាយាមហ្នឹងសម្រាប់តែឧទាហរណ៍ថាបើយើងសម្រាប់មូទៅដល់ផ្ទះខាងអត់ទៅបាក់ព្យាយាមទេងាប់ភ្លាមណាដល់ពេលទៅសម្រាប់គោសម្រាប់អីតម្រាំតែទៅចងជើងតម្រាំតែគ្រាតម្រាំតែអាកតម្រាំតែវាយអីហ្នឹងតម្រាំតែសត្វហ្នឹងវាស្លាប់គឺព្យាយាមអស់ច្រើនអញ្ចឹងអ្នកដែលទៅសម្រាប់ហ្នឹងគឺវាបាបច្រើនជាងអញ្ចឹងណាក្នុងសេចក្តីហ្នឹងឬក៏តកតងជាមួយនឹងសត្វដែលមានគុណធម៌នេះនិយាយពីរឿងអ្នកប្រើហើយនឹងអ្នកសម្លាប់នឹងច្រើនជាងហើយនឹងតិចជាងណាអញ្ចឹងអត់និយាយថារឿងមិនមានបាបអត់និយាយទេបានន័យថាបាបទាំងពីរហើយគេគ្រាន់តែសួរថាអ្នកណាច្រើនជាងអញ្ចឹងខ្ញុំលើកមកមិញហ្នឹងអ្នកដែលប្រើគិតបានយូរបាបច្រើនជាងអ្នកដែលទៅសម្លាប់អញ្ចឹងណាយល់ទេបាទសូមអនុមោទនា